ចាទីសួរទាំងអស់គ្នានេះមកពិសាបានប៉ុណ្ណឹងមកពិសាថ្ងៃនេះគឺអត់មានសាច់ទេគឺសុទ្ធតែផ្លែឈើហើយនឹងបន្លែហ្មងចាចឹងក៏ទាំងអស់គ្នានេះពេកដំបងណាពេកដំបងនេះមួយស្និតនេះចានេះមួយស្និតនេះមានច្រើនផ្លែដែរចាមួយស្និតហ្នឹងគេលក់ឲ្យតម្លៃ3000រៀលទាំងអស់គ្នាចានេះថ្លៃអត់ទាំងអស់គ្នាប៉ុណ្ណឹងណាហើយនេះរដូវផ្លែពត្រាហើយផ្លែពត្រាក៏មកដល់ដែរទាំងអស់គ្នាខែនេះចាប់ដើមសម្បូរណាចាមកថងហ្នឹង1គីឡូ1គីឡូនេះគឺ10000រៀលទាំងអស់គ្នាល្អមែនតើចាហើយមានអាឡឹកខែនេះសម្បូរត្រីអញ្ចឹងយើងទិញអាឡឹកញ៉ាំជាមួយនឹងថៃងៀតចាមានអាឡឹកខ្ញុំមានម្នាស់ចាមានអីទេមានតែរបស់ញ៉ាំនឹងមួយថ្ងៃខ្វល់ទៅរឿងរបស់ញ៉ាំបងប្អូននេះចាហើយនេះបន្លែស្ពៃនេះ1គីឡូ6000នេះឆ្ងាញ់ស្ពៃណាចានេះអំបុកទាំងអស់គ្នាអំបុកនឹងស្រួយស្រាប់ហ្មងចាគេលក់3កំប៉ុង5000នៅស៊ីនេះហ្នឹងណានៅសាទៅនេះហ្នឹងណាមានសណ្តែកគួរចាមានស្លឹកគូឆាយនេះសិតតែបន្លែធម្មជាតិណាចាហើយមានច្រើនទាំងអស់គ្នាអានេះពេញប៉ោះអ្នកតុកខែនេះសបោទាំងអស់គ្នាខាងនេះដោយសារតែដល់ដីដែលត្រជាក់អញ្ចឹងបងប្អូនជាកសិករនៅហ្នឹងគឺគាត់ចាប់ដើមដាំបន្លែទាំងអស់គ្នាចានេះបន្លែទៅពេញប៉ោះហ្នឹង1គីឡូ5000អញ្ចឹងខ្ញុំទិញ4ខាំអស់2000ចាហើយមានអីទៀតនេះមានស្ពៃក្តោបស្ពៃក្តោបនេះក៏ស្ពៃក្តោបអ្នកស្រុកដាំនៅហ្នឹងដែរបងប្អូនគ្នាអ្នកសៀមរាបវិញហ្នឹងដាំចាហើយគេលក់1គីឡូ5000បងប្អូនគ្នាចាគឺដល់ខែប្រមូលផលហើយក៏មានជាមួយនឹងអានេះហើយថាយចាគេថយស្រុកបងប្អូនគ្នាទីជួជាដូចជាថយយកមកពីស្រុកចិនមកពីវៀតណាមមកពីអីហ្នឹងធំណាចានេះជាថយយើងនេះ1គីឡូ3000នេះវាតែដល់ជាមួយទៅទៀតសបោខ្ញុំធ្វើជាថយជូនបងប្អូនមើលមិនធ្វើចែកជូនបងប្អូនណាគឺធ្វើចាធ្វើឲ្យបងប្អូនមើលធ្វើជាបើផ្អែមអីចឹងណាចាដោយសារតែឥឡូវនេះវានៅថ្លៃ1គីឡូ3000ទៀតដូចឆ្នាំទៅអីខ្ញុំទិញយកមកធ្វើជាបើញ៉ាំ1គីឡូតែ600 700អញ្ចឹងណាចាអញ្ចឹងទៀតសបោពេលសបោគឺខ្ញុំតែងតែយកធ្វើជាបើចាហើយមានពងមាន់ដែរមានសាច់តែមានពងមាន់ចាហើយមានផ្សេងទៀតមានខ្ញីមានអីចឹងណាទៅសារកាពិកប៉ុកប៉ុណ្ណឹងអស់គួរសមដែរណាទាំងអស់គ្នាចានេះស្ពៃបុកគោទាំងអស់គ្នាចាហើយចុងក្រោយគឺអានេះពិសេសដែលខ្ញុំធ្វើវីដេអូបង្ហាញជូនបងប្អូនមុនណាចាកន្លែងគេធ្វើឆ្ងាញ់ទាំងអស់គ្នាជាមួយនឹងអាកោហ្នឹងណាចានៅខាងសៀមរាបយើងដឹងហើយថាតាក់ទងជាមួយទៅនឹងនំខ្មែរហ្នឹងគឺបងប្អូនប្រជាជនគឺគាត់បកែធ្វើចាហើយនំឆ្ងាញ់ទៀតទាំងអស់គ្នាអាកោនេះឆ្ងាញ់ណាអាកោខ្ទិះហ្នឹងនេះឆ្ងាញ់សាហាវហើយមកប្រអប់ហ្នឹងមាន10នំ4000រៀលហើយមិនមែនចង់និយាយថាមិនមែនមកទិញម៉ោង10បាន10ថ្ងៃត្រង់ទៅទិញបានទេណាចាទិញតាំងត្រឹមម៉ោង9អីទិញឡើងបានញ៉ាំហើយគឺគេលក់ដាច់ហើយទាំងអស់គ្នាឆ្ងាញ់ហើយលក់ដាច់តែឆ្ងាញ់លក់ដាច់ហើយទាំងអស់គ្នាចាអញ្ចឹងគាត់លក់ដាច់លក់ប្រហែលម៉ោង9អីគឺអស់ហើយនេះសាច់ខ្ញុំឡើងទុនហ្មងទាំងអស់គ្នាចាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកបង្ហាញតែប៉ុណ្ណឹងចាទៅសារថ្ងៃនេះគឺសុទ្ធតែបន្លែសុទ្ធអត់មានសាច់ចាមានពង10គ្រាប់ដែរអរគុណ